ការធ្វើដំណើរគឺបានកាត់ឡើងភ្លាមៗហើយសម្រាប់ខ្ញុំចូលចិត្តការធ្វើដំណើរ No Plan is Plan ហើយក្នុងពេលនេះដែរគឺជាការចាក់ចែងធ្វើដំណើរកំសាន្តជាថ្មីម្ដងទៀតរបស់ខ្ញុំក្នុងឱកាសប្រជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងឆ្នាំ2020នេះលើកនេះផងដែរខ្ញុំនិងមិត្តភក្តិខ្ញុំម្នាក់ទៀតបានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបាត់ដំបងចាក់ចេញពីទីក្រុងភ្នំពេញនាពេលព្រឹកព្រលឹមតាមបណ្ដោយផ្លូវជាតិលេខ5ប៉ុន្តែដោយសារជាថ្ងៃក្នុងឱកាសបុណ្យជាតិដូច្នេះតាមផ្លូវសម្បូរទៅដោយមនុស្សនាជាច្រើនធ្វើដំណើរកកកុញឆ្ពោះទៅកាន់ខេត្តបាត់ដំបងនិងបណ្ដាខេត្តនានាផងដែរដោយសារផ្លូវជាតិលេខ5មានសភាពកកស្ទះខ្លាំងពួកយើងបានបដូរជិះដោយចាក់ចេញពីផ្លូវជាតិលេខ5ឆ្ពោះទៅកាន់ផ្លូវទឹកផុសក្នុងខេត្តកំពង់ឆ្នាំងជំនួសវិញក្រោយពេលបើកបរតាមផ្លូវទឹកផុសអស់ជិត1ម៉ោងជាងពួកយើងបានមកដល់ទីរួមខេត្តពោធិ៍សាត់និងសម្រាកនៅហាងកាហ្វេមួយកន្លែងមុនពេលបន្តដំណើរឆ្ពោះទៅកាន់ខេត្តបាត់ដំបងបើកបរអស់ជាច្រើនម៉ោងពួកយើងបានមកដល់ខេត្តបាត់ដំបងខេត្តបាត់ដំបងគឺជាជង្រុកនៃសំណង់ល្អប្រណិតរាប់មិនអស់ដែលបន្សល់ទុកតាំងពីសម័យបុរាណជាច្រើនជំនាន់សំណង់បេតិកភណ្ឌដែលមានរចនាបថគួរឲ្យកត់សម្គាល់ជាងគេគឺសំណង់ដែលសាងសង់នៅក្នុងពេលដែលខេត្តនេះត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលបារាំងចាប់តាំងពីឆ្នាំ1907បារាំងបានរៀបចំប្លង់អភិវឌ្ឍក្រុងបាត់ដំបងដោយកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតដូចជាផ្លូវ3ខ្សែស្របនឹងស្ទឹងសង្កែព្រមទាំងប្រព័ន្ធបង្ហូរទឹកស្អុយជាដើមផ្ទះលក់ទំនិញជាច្រើនត្រូវបានសាងសង់ជាល្វែងខណ្ឌផ្ដាច់ពីគ្នាដោយផ្លូវកាត់ទទឹងនិងឌឿងហែមនៅចន្លោះផ្លូវសំខាន់ទាំង3ជាមួយទីធ្លាសម្រាប់ប្រកបរបរនិងជំនួញខ្នាតតូចគួរឲ្យកត់សម្គាល់ថាក្រៅពីសំណង់បុរាណដែលបន្សល់ទុកពីសម័យអាណានិគមបារាំងខេត្តបាត់ដំបងនៅមានសំណង់បេតិកភណ្ឌចំណាស់ជាច្រើនទៀតដែលកសាងឡើងតាំងពីសម័យលោកម្ចាស់និងដែលអ្នកអភិរក្សយល់ឃើញថាគួរតែត្រូវបានរក្សាទុកឲ្យបានគង់វង្សសំណង់ទាំងនោះរួមមានអគារសាលាខេត្តកសាងក្នុងសម័យលោកម្ចាស់សពថ្ងៃមានអាយុកាល114ឆ្នាំនិងវត្តកំផែងចាស់ដែលសាងសង់តាំងពីមុនឆ្នាំ1837ជាដើមបើតាមឯកសារខេត្តបាត់ដំបងមានសំណង់បុរាណដែលជាកេរដំណែលក្នុងសម័យលោកម្ចាស់និងសម័យអាណានិគមបារាំងនោះមានមិនតិចជាង800កន្លែងទេ
ចាក់ចេញពីទីប្រជុំជនទីរួមខេត្តបាត់ដំបងពួកយើងបានបន្តដំណើរទៅកាន់ទីរមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែងទៀតគឺវត្តសំរោងក្នុងវត្តនេះមានចម្ងាយប្រហែល4គីឡូម៉ែត្រខាងជើងក្រុងបាត់ដំបងហើយវត្តសំរោងក្នុងត្រូវបានកសាងឡើងនៅសតវត្សទី19លើទីតាំងប្រាសាទមុនសម័យអង្គរខ្មែរក្រហមបានប្រើប្រាស់ទីតាំងនេះជាមូលដ្ឋានពន្ធនាគារដើម្បីធ្វើទារុណកម្មលើមនុស្សហើយគេជឿថាមនុស្សប្រហែល 10,000 នាក់ត្រូវបានសម្លាប់នៅទីនេះចាក់ចេញពីវត្តសំរោងក្នុងពួកយើងបានបន្តដំណើរទៅកាន់ប្រាសាទឯកភ្នំប្រាសាទឯកភ្នំជាប្រាសាទដែលមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើនដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យាវរ្ម័នទី1នាសតវត្សទី11ក្នុងអំឡុងឆ្នាំ1002ទៅកាន់ឆ្នាំ1050ក្នុងសម័យមហានគរនៅតាមតំបន់វាលទំនាបស្រែមាត់បឹងនៃទឹកទន្លេសាបក្នុងភូមិចាស់ធម្មជាតិដែលមានប្រជាជនរស់នៅពីយូរលង់ណាស់មកហើយសប្តាហ៍ថ្ងៃនេះប្រាសាទឯកភ្នំត្រូវបានចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលត្រូវបានភ្ញៀវទេសចរទៅលេងកម្សាន្តនៅទីនោះមិនចេះដាច់ឡើយនៅជិតប្រាសាទឯកភ្នំមានវត្តអារាមវ័យចំណាស់មួយដែលបានកសាងឡើងនៅគ្រិស្តសករាជឆ្នាំ1757មានអាយុកាលជិត244ឆ្នាំហើយដោយមានសភាពចាស់ទ្រុឌទ្រោមផងនិងទទួលភាពខ្ទេចខ្ទាំខ្លាំងពីសម័យប្រល័យពូជសាសន៍3ឆ្នាំ8ខែនិង20ថ្ងៃរបបប៉ុលពតបានយកកន្លែងក្នុងទីវត្តអារាមនេះជាទីលានសម្រាប់មនុស្សទាំងយប់ទាំងថ្ងៃខេត្តបាត់ដំបងត្រូវបានគេដឹងថាជាខេត្តដែលមានបន្សល់សំណង់បែបបុរាណប្រវត្តិសាស្ត្រជាច្រើនពីសម័យអាណានិគមបារាំងនិងផ្ទះបែបបុរាណតាំងពីរជ្ជកាលបាត់ដំបងសម័យលោកម្ចាស់ផងដែរនៅក្នុងនោះផ្ទះបុរាណនៅខេត្តបាត់ដំបងទោះបីជាមានច្រើនខ្នងបន្សល់ទុកយ៉ាងណាក្តីតែមានត្រឹមតែផ្ទះពីរខ្នងតែប៉ុណ្ណោះដែលបើកជាសាធារណៈឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តនោះគឺផ្ទះប៉ិតនិងផ្ទះខសងតែក្នុងពេលនេះដែរខ្ញុំបានឈានទៅលេងនិងធ្វើការស្វែងយល់បន្ថែមផ្ទះបុរាណមួយកន្លែងគឺផ្ទះខសងផ្ទះខ្មែរបុរាណម៉ូដខសងស្ថិតនៅក្នុងខេត្តបាត់ដំបងសាងសង់ឡើងក្នុងឆ្នាំ1907តាំងពីមុនសម័យប៉ុលពតមកម្លេះផ្ទះខ្មែរបុរាណមួយនេះមានអាយុកាលជិត111ឆ្នាំមកហើយ
ក្រោយពីទឹកដីនៃខេត្តបាត់ដំបងបានកាត់ចេញពីថៃមកឲ្យខ្មែរវិញផ្ទះនេះបានក្លាយទៅជាផ្ទះដែលមានអាយុកាលចាស់ជាងគេនៅភូមិវត្តកោសង្កាត់កោក្រុងបាត់ដំបងខេត្តបាត់ដំបងទន្ទឹមនឹងនេះវាបានក្លាយជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ជំនាន់ក្រោយបន្ទាប់ពីសម័យលោកម្ចាស់បានរលាយបាត់ទៅដែលសរសើរបានតាមឡើងនេះទៅមានវ័យចំណាស់ជាងពេលទីមួយទៀតគឺសរសើរនៅឆ្នាំ1800កើតពីពេលសរសើរមកដល់ហើយមានការ130ឆ្នាំតែនេះមិនស្មើទេកញ្ចោមទៅដល់ទៅទេតែនេះសរសើរឡើងសម្រាប់ជនដែលស្រីៗបងប្អូនថាទេព្រោះធ្វើទុំដែលដៃសម្រាប់កប់ឲ្យតាមតែនេះនឹងក្លាយប្រតិបត្តិសារទៅជាងទេទៅនឹងតែមកគឺមានពីដើមទៅធំជាពណ៌ចឹងទៅពីពណ៌នោះទេមានហើយយ៉ាងហានទៅស្ងួតជាមួយនេះគឺជាប្រដាប់ខាគោពេលដែលផ្លែគោទុំពណ៌លឿងគេបេះវាមកច្បូតយកសម្លេងគោញ៉ាំចូលនេះល្បីក្រាបពេលនេះនេះជាសម្លេងគោច្រកពុកទៅហើយបើយើងមកយកក្រាបទេក៏ដល់គេពុកទៅហើយតាមទៀតសំចៃតែកាន់បន្ទាប់ទី2នៃទី2នៅក្នុងបន្ទប់ទី2ទី2នេះយើងឃើញមាននេះគឺជាកណ្ដាប់ប្រាក់ដែលចាយនៅប្រទេសកម្ពុជាយើងពីមុននេះជាកណ្ដាប់ប្រាក់100រៀល200រៀល20រៀល2សន្លឹកនេះខ្ញុំកាត់តាំងនេះគេហៅកូនកំ3អានេះតម្រៃពីពីដើមប្រាក់អស់ធំគឺកណ្ដាប់200ខ្ញុំនៅតូចៗធ្លាប់បានកាន់ចាយអានេះខ្ញុំកាត់តាំងទេនេះជាកណ្ដាប់500រៀលឆ្នាំ1975នេះកណ្ដាប់ប្រាក់771សរុបមកប្រាក់ទាំងអស់នេះជាប្រាក់ពិតតែគេចាប់ចាយដោយឡែកកណ្ដាស់20000ពីដើមពណ៌ហមទៀតពួកយើងបានធ្វើដំណើរទៅកាន់អាងកំពីងពួយគឺជារមណីយដ្ឋានទេសចរបរិស្ថានធម្មជាតិស្ថិតនៅប៉ែកខាងលិចនៃទីរួមខេត្តបាត់ដំបងដែលបានកសាងឡើងក្នុងសម័យប៉ុលពតដោយកម្លាំងមនុស្សសុទ្ធសាធវាស្ថិតនៅក្នុងភូមិតាងែនភូមិអន្លង់ស្វាយឃុំតាក្រៀមស្រុកបាណន់អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបងតាមផ្លូវជាតិលេខ57និងផ្លូវជាតិលេខ5ដោយប្រើរយៈពេលប្រហែល45នាទីទៅ1ម៉ោងកំពីងពួយគឺជាឈ្មោះរុក្ខជាតិទឹកម្យ៉ាងដែលអាចយកទៅទទួលទានបានរមណីយដ្ឋាននេះជាឆាកសោកនាដកម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលត្រូវបានសាងសង់ឡើងដោយប្រជាជនខ្មែររាប់ម៉ឺននាក់ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកម្លាំងមនុស្សសុទ្ធសាធប្រើចបកាប់ដីនិងរែកដោយបង្គីហើយស្ថាបនិកទាំងនោះភាគច្រើនបានបាត់បង់ជីវិតអស់ទៅហើយអាងកំពីងពួយដែលមានបណ្ដោយ 6000 ម៉ែត្រនិងទទឹង 1900 ម៉ែត្រអាចផ្ទុកទឹកបាន110លានម៉ែត្រគូបនៅរដូវវស្សាដែលជាប្រភពទឹកសម្រាប់វិស័យកសិកម្មទីតាំងនិងទិដ្ឋភាពគួរឲ្យកយគន់នៃអាងកំពីងពួយគឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយព័ទ្ធជុំវិញទៅដោយភ្នំដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរជិះទូកស្ទូចត្រីនិងមុជទឹកកម្សាន្តលើពីនេះអ្នកទេសចរអាចសម្រាកពិសាអាហារនិងស្រូបយកខ្យល់អាកាសបរិសុទ្ធទ្វារទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរគ្រប់រដូវកន្លែងចុងក្រោយដែលពួកយើងបានទៅកាន់គឺភ្នំសំពៅភ្នំសំពៅមានទីតាំងស្ថិតនៅឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងនិងមានចម្ងាយប្រហែល16គីឡូម៉ែត្រពីរង្វង់មូលលោកតាដំបងក្រញូងភ្ន
ភ្នំសំពៅស្ថិតនៅក្នុងចំណាត់ថ្នាក់នៃភ្នំសារមន្ទីរប្រាសាទតំបន់ប្រវត្តិសាស្ត្រអ្វីដែលមានភាពទាក់ទាញនៃភ្នំសំពៅសម្រាប់ភ្ញៀវទេសចរមានដូចជាការមើលទេសភាពភ្នំនាពេលថ្ងៃលិចមើលរូបចម្លាក់ប្រាសាទទស្សនាប្រាសាទស្រាវជ្រាវប្រវត្តិសាស្ត្រនិងអ្វីៗផ្សេងទៀតជាពិសេសគឺការមើលប្រជាហើយចេញរកចំណីនៅពេលរសៀលភ្នំនេះស្ទើរតែមានរាងដូចជាសំពៅដែលមានកម្ពស់ប្រហែល100ម៉ែត្រនិងមានផ្លូវបេតុងធ្វើឲ្យងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ម៉ូតូនិងរថយន្តការធ្វើដំណើរតែងតែធ្វើការផ្លាស់ប្ដូរអារម្មណ៍របស់ខ្ញុំឲ្យស្រស់ថ្លានិងចាប់ផ្ដើមបន្តនៅទំព័រថ្មីនៃជីវិតប្រចាំថ្ងៃហើយខ្ញុំក៏បានយល់ឃើញថាហេតុការណ៍ដែលបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំដែលមានទាំងរឿងសប្បាយនិងមិនសប្បាយតែងាកមកធ្វើការគិតឡើងវិញសម្រាប់រយៈពេលប៉ុន្មានថ្ងៃនៅក្នុងខេត្តបាត់ដំបងលើកនេះវាបានធ្វើឲ្យខ្ញុំយល់ឃើញថានៅក្នុងខួរក្បាលនៅតែជ្រើសរើសយកការចងចាំល្អៗចុះចំណែកអ្នកវិញ